ជាដំបូងជ្រាបសួរលោកគ្រូនិងសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមក present អំពី introduction to data mining ដែលខ្ញុំមកពីក្រុម M2 ហើយ content របស់ពួកយើងគឺ market basket analysis using progress algorithm ដែលយើងធ្វើការគេ data mining ដើម្បី approach ទៅ discovering customer purchasing pattern in retail transaction ហើយក្រុមរបស់ពួកខ្ញុំគឺមាន3នាក់គឺប៊ុនមុនលៀបមូលផាណេតនិងមុតឆាយហើយចំណុចបន្ទាប់ចំណុចបន្ទាប់តើអ្វីជា market basket analysis market basket analysis គឺជា power data mining technique ដែលវា reveals relationship រវាង item purchase ទាំងអស់ដើម្បីឲ្យវា transactional នៅក្នុង data set ហើយ method របស់វាគឺជា fundamental to understanding ដែលវាឲ្យយល់សម្រាប់ customer ដែល purchase នៅក្នុងretail environment ហើយសម្រាប់ key របស់វាគឺមាន retail stores optimization and product placement និងមានទៀតគឺ e-commerce recommendation engine និងចំណុចទី3គឺ inventory management and cross selling strategy ហើយចំណុចទី4គឺ personalized making campaign ហើយវា association ទៅលើ rule mining using ដែល appropriate algorithm ហ្នឹងវា identify ទៅលើ frequent item set ហើយនឹង generator ទៅលើ actionable rule សម្រាប់ product recommendation ហើយសម្រាប់នេះគឺជា slide បន្ទាប់នេះគឺជា project objective ដែលវាមាន5ទី1គឺ understand association rule ហើយទី2 apply algorithm ហើយទី4 extract frequent item set និងទី4 generate association rule និងទី5 analyze ទៅលើ analyze និង recommendation ហើយរបស់វាគឺមាន detail នៅក្នុងហ្នឹងដែរសម្រាប់បន្ទាប់គឺ data set overview ហើយ data set overview នេះគឺយើងទៅថាវាបាន 33K ហើយណោះហើយវា comprehensive ទៅលើ data set ដែលវា cover ទាំងអស់ទៅលើ the first purchasing pattern ហើយសម្រាប់ data set structure វាគឺ row represents ទៅលើ single item ដែលវា purchase ទៅ transaction និងវាដែល transaction ហ្នឹងវា reconstruct ទៅលើ group item របស់ purchase ដែលយើង purchase ចូលហ្នឹងហើយ3ទៀតគឺទៅលើ3 core attribute ដែលមាន number data and item description field ហើយចំណុចបន្ទាប់គឺ methodology data processing ដែលយើងមាន4 set ដែរណោះទៅលើ load data set group item និង one hot encode ហើយមួយទៀតគឺ clean data ដែលវាធ្វើការ processing សម្រាប់ item ទៅលើ customer ជាដើមហើយសម្រាប់ចំណុចបន្ទាប់នេះគឺ the appropriate algorithm ដែលហេតុអ្វីបានតើវា work ដល់របៀបណាហើយសម្រាប់នេះគឺវា work ទៅតាម operate ទៅដែលវាគុណបូកដកគុណចែកហ្នឹងសម្រាប់ interactive level ហើយសម្រាប់ការ search ជាដើមហើយទីតាំងរបស់វាគឺ frequent item ហ្នឹងគឺវា discover ទាំង2សម្រាប់ fundamental phrase សម្រាប់ phrase ទី1គឺ frequent item generation ដែលវា identify សម្រាប់ item combination ដែលវាបូកចូលគ្នាអញ្ចឹងទៅហើយដែលវា appear ទៅលើ frequent ដែល based on ទៅលើ minimum support សម្រាប់ phrase ទី2គឺ associated rule generation ដែលវាបង្កើត rule សម្រាប់ frequent item ដែលប្រើទៅលើ minimum confidence threshold នឹងជាដើមហើយសម្រាប់ evaluation metric សម្រាប់វាគឺមាន3គឺមាន support confidently និង lift សម្រាប់ចំណុចបន្ទាប់ខ្ញុំឲ្យខាងពូម៉ាក់ជាស្អីខាងមើលរំក្រុមចឹងសម្រាប់ចំណុចបន្ទាប់ហ្នឹងគឺខ្ញុំនឹងនិយាយទៅកាន់ការ implementation របស់ Python របស់យើងអញ្ចឹងនៅក្នុងគម្រោងហ្នឹងក៏យើងបានអនុវត្តវាប្រើប្រាស់ Python ហើយយើងក៏បានប្រើប្រាស់នៅ library ដូចជា Panda ហើយនិង Emulated អញ្ចឹងដើម្បីយើងអាចធ្វើបានពួកយើងបានរៀបចំនៅ data មួយហើយយើងបានអនុវត្តនៅa priori algorithm ហើយក៏ពួកយើងបានបង្កើតនៅ rule មួយដើម្បីឲ្យវាមានការនៅវិភាគទៅលើ
លទ្ធផលហ្នឹងឲ្យវាល្អហើយសម្រាប់ slide ទី9គឺតកតងទៅនឹង key result ហើយនឹងការវិភាគអញ្ចឹងនៅក្នុងលទ្ធផលដែលពួកយើងបានធ្វើហ្នឹងទៅលើ API Ori algorithm ហ្នឹងគឺពួកយើងបានរកឃើញថានៅក្នុងអតិថិជនដែលពួកនៅក្នុង data ដែលពួកយើងបានធ្វើហ្នឹងគឺមានអតិថិជនដែលគាត់បានទិញនៅyogurt ហើយនិង sugar ហ្នឹងគឺមានអាការរហូតដល់ 25.58% ហើយបើសម្រាប់ទៅលើ meal ហ្នឹងគឺមានការរហូតដល់ 21.25 អញ្ចឹងបើសិនជាយើងលេខទៅមើល lip គឺអាចនិយាយថាyogurt ហើយនិងsugar ហ្នឹងគឺអាចនឹងមានឱកាសខ្ពស់ជាងដល់ទៅ 1.62 ហើយសម្រាប់slide បន្ទាប់នោះគឺតកតងទៅនឹងការដែលយើង building នៅrecommendation system ហ្នឹងដោយផ្អែកទៅលើ associate rule គឺយើងបានបង្កើតនៅប្រព័ន្ធណែនាំទំនិញមួយបើសិនជាអតិថិជនមួយគាត់ចង់ប្រើប្រាស់ប្រព័ន្ធមួយហ្នឹងគឺយើងអាចណែនាំទៅកាន់ទំនិញផ្សេងៗទៀតហើយសម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់នៅអាជីវកម្មហ្នឹងគឺបង្កើតនៅការលក់ជាមួយនឹង cross selling ហើយនឹងបង្កើតនៅបទពិសោធន៍សម្រាប់អតិថិជនមួយដែរហើយក៏គាត់អាចបង្កើតនៅប្រាក់ចំណូលរបស់គាត់ហើយសម្រាប់ចំណុចទី4នោះគឺគាត់អាចរៀបចំនៅ stock របស់គាត់នោះឲ្យមានការកាន់តែល្អប្រសើរជាងមុនហើយសម្រាប់ conclusion ចំណុចចុងក្រោយហ្នឹងអ្វីដែលពួកយើងបានរៀននោះគឺសរុបមកគម្រោងមួយនេះគឺពួកយើងបានអនុវត្តនៅ Ori algorithm ទៅលើ data ដែលពិតដែលលោកគ្រូបានឲ្យដើម្បីវិភាគទៅលើទំនិញរបស់អតិថិជនហើយលទ្ធផលដែលប្រើប្រាស់សម្រាប់ប្រព័ន្ធណែនាំនិងសម្រេចចិត្តទៅលើអាជីវកម្មផ្សេងៗអញ្ចឹងសម្រាប់ក្រុមនេះមានតែប៉ុណ្ណឹងអរគុណលោកគ្រូ អរគុណលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះក្រុមពួកខ្ញុំមានតែប៉ុណ្ណឹងសូមជម្រាបលា